លើកទី1ហើយដែលខ្ញុំត្រូវបានក្រុមហ៊ុនលំដាប់អន្តរជាតិអញ្ជើញខ្ញុំទៅប្រទេសសិង្ហបុរីដើម្បីធ្វើរឿងមួយនេះមើលវីដេអូឲ្យដល់ចប់ខ្ញុំនឹងសម្រាយបញ្ជាក់ថាខ្ញុំធ្វើឲ្យគេខ្លះនៅសិង្ហបុរីរយៈពេល24ម៉ោងនឹងចាប់ផ្ដើមដំបូងខ្ញុំមកដល់ពលានយន្តហោះ check in តាំងពីពេលព្រឹកតែម្ដងបន្ទាប់ពី check in ហើយក៏រកអីញ៉ាំសិនព្រោះដោយសារអត់ទាន់បានញ៉ាំអីទេយើងត្រូវចំណាយពេល1ម៉ោងជាងដើម្បីជិះពីភ្នំពេញទៅប្រទេសសិង្ហបុរីអំឡុងពេលជិះយន្តហោះអត់សូវអផ្សុកទេព្រោះដោយសារមើលរឿងតុក្កតាចប់មួយរឿងដល់សិង្ហបុរីល្មមក៏បញ្ញាប់បញ្ញាយកវ៉ាលីដើម្បីចេញទៅក្រុមហ៊ុន Friesland Campina ភ្លាមតែម្ដង Friesland Campina គឺជាក្រុមហ៊ុនអាហារូបត្ថម្ភដ៏ធំលំដាប់អន្តរជាតិដែលមានទីតាំង office ធំនៅប្រទេស Netherlands ហើយនៅប៉ែកខាងអាស៊ីយើង office គេនៅប្រទេសសិង្ហបុរីនៅក្នុងការប្រជុំនេះគេបាននិយាយយ៉ាងក្បោះក្បាយតាក់ទងអំពីដំណើរការផលិតក៏ដូចជាការបង្កើតទឹកដោះគោសម្រាប់កូនក្មេងនីមួយៗឡើងមកគឺមានការយកចិត្តទុកដាក់ខ្ពស់ខ្លាំងមែនទែនជាមួយនឹងរូបមន្តក៏ដូចជាគ្រឿងផ្សំកាន់តែមានមោទនភាពទៀតនោះណាទឹកដោះគោ Fomos ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Friesland Campina នឹងតែម្ដងឥឡូវនេះក្រុមហ៊ុនសម្រាប់ផ្លាស់ប្ដូររោងចក្រផលិតទៅប្រទេសវៀតណាមវិញក៏ប៉ុន្តែអ្នកទាំងអស់គ្នាមិនបាច់បារម្ភទេមិនថាផលិតនៅប្រទេសណាក៏ដោយក៏រូបមន្តក៏ដូចជាគ្រឿងផ្សំនៃទឹកដោះគោគឺនៅរក្សាទ្រង់ទ្រាយដែរព្រោះកន្លែងដែលគេសិក្សាស្រាវជ្រាវរូបមន្តដ៏ធំគឺនៅប្រទេស Netherlands បន្ទាប់ពីរូបមន្តត្រូវបាន confirm បានគេបញ្ជូនទៅរោងចក្រផលិតនៃប្រទេសនីមួយៗនៅពេលដែលខ្ញុំលើកដំណឹងហ្នឹងគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែន